ញ៉ាំស្ពៃរាល់ថ្ងៃតិចបងប្អូនអត់ដឹងថាយើងមានស្ពៃម្យ៉ាងឈ្មោះស្ពៃឆៃស៊ីមថ្ងៃនេះមកដឹងអំពីអត្ថប្រយោជន៍សំខាន់នៃស្ពៃឆៃស៊ីមឬក៏ស្ពៃចង្កឹះហ្នឹងដែលបងប្អូនអត់ដែលបានដឹងថ្ងៃនេះចង់បញ្ជាក់ថាស្ពៃហ្នឹងវាជួយឲ្យរាងកាយមានថាមពលកាត់បន្ថយភាពនឿយហត់ព្រោះតែនៅក្នុងស្ពៃហ្នឹងវាសម្បូរទៅដោយវីតាមីន B6 ហើយនឹងជាដែកសារធាតុទាំងអស់ហ្នឹងវាច្បាស់ណាស់ដែលធ្វើឲ្យរាងកាយយើងមានថាមពលមានកម្លាំងហើយការនឿយហត់អីផ្សេងៗពេលញ៉ាំហើយធ្វើឲ្យយើងនឹងឆាប់ធូរស្រាលចំណុចទី2តាក់ទងជាមួយនឹងការជួយបង្កើនភាពភ្លឺនៃភ្នែកបានន័យថាធ្វើឲ្យភ្នែកយើងនឹងមើលឃើញភ្លឺច្បាស់ល្អដោយសារតែវីតាមីននៅក្នុងស្ពៃហ្នឹងគឺវីតាមីន A អញ្ចឹងវីតាមីន A ហ្នឹងគឺវាជួយការពារភ្នែកវាជួយធ្វើឲ្យភ្នែកយើងនឹងមើលឃើញច្បាស់វាបង្កើនអាមុខងារភ្នែករបស់យើងនឹងបានល្អប្រសើរនិងរឹងមាំចំណុចទី3នោះតាក់ទងជាមួយនឹងការ boost ឬក៏ពង្រឹងប្រព័ន្ធភាពស៊ាំ immune system ដោយសារតែក្នុងស្ពៃចង្កឹះឬក៏ស្ពៃឆៃស៊ីមនឹងសម្បូរទៅដោយវីតាមីន C ហើយវីតាមីន C នោះគឺសំខាន់ណាស់ពេលដែលយើងញ៉ាំទៅប្រព័ន្ធភាពស៊ាំយើងរឹងមាំអាចទប់ស្កាត់ជាមួយនឹងជំងឺផ្ដាសាយឬក៏ការជ្រៀតចូលនៃមេរោគពេលដែលប្រព័ន្ធភាពស៊ាំយើងចុះខ្សោយជាពិសេសមែនតើអ្នកដែលគាត់មានមុខរបួសបើសិនជាចង់ឲ្យរបួសឆាប់ជាសះស្បើយទៅញ៉ាំស្ពៃហ្នឹងព្រោះវាសម្បូរវីតាមីន C អញ្ចឹងបងប្អូនឃើញទេគ្រាន់តែស្ពៃមួយវាមានវីតាមីនច្រើនដែលយើងមិនដែលបានដឹងទេអញ្ចឹងវីដេអូអ្នកគ្រូសៃប៉ៅមានប្រយោជន៍មែនតើព្រោះអង្គុយស្រាវជ្រាវហើយអង្គុយយកមកធ្វើវីដេអូចែកបងប្អូនអរគ្នាទៀតអញ្ចឹងទី1មានវីតាមីន B6 មានវីតាមីន A វាមានវីតាមីន C មិនត្រឹមតែប៉ុណ្្នឹងឯងស្ពៃហ្នឹងវាសម្បូរទៅ fiber ទៀតពេលដែលយើងញ៉ាំទៅជួយកាពះពោះវៀនជួយប្រព័ន្ធរំលាយអាហារធ្វើឲ្យបត់ជើងស្រួលអញ្ចឹងកុំភ្លេចណាគេដែលអត់ចូលចិត្តញ៉ាំស្ពៃឃើញវីដេអូហ្នឹងហើយរូតរះមកញ៉ាំស្ពៃទាំងអស់គ្នាមួយទៀតបងប្អូនដែលអាសាឃើញវីដេអូអ្នកគ្រូសៃប៉ៅក្នុង page Vetra នេះអ្នកគ្រូនិយាយតែពីអាហារស្អាតភ្ជាប់ជាមួយសុខភាពមិនបាននិយាយពីរោគសញ្ញារោគវិនិច្ឆ័យពីជំងឺការព្យាបាលអីទេគ្រាន់តែមកចែករំលែកក្នុងនាមជាអ្នកស្រាវជ្រាវចឹងមានខុសមានត្រូវបងប្អូនស្ដាប់ហើយបងប្អូនអាចពិចារណាកន្លែងណាត្រូវក៏បងប្អូនយកទៅកន្លែងណាមិនត្រូវក៏មិនបាច់យកដែរអរគុណច្រើនបងប្អូនអរគ្នាពីខ្ញុំអ្នកគ្រូសៃប៉ៅចាស់